តើយើងអាចជឿទុកចិត្តមនុស្សប្រុសបានអត់ទាំងអស់គ្នាសម័យមើលបែបនេះយើងរៀបការជាមួយនឹងមនុស្សប្រុសម្នាក់អស់រយៈពេលជាង50ឆ្នាំហើយមានកូន3នាក់ធំអស់ហើយមានចៅទៀតប្តីរបស់យើងគឺជាមនុស្សទី1ដែលយើងស្រឡាញ់ហើយមនុស្សទី1ដែលយើងនៅជាមួយស្រាប់តែថ្ងៃមួយគេហៅប្តីរបស់យើងទៅប៉ុស្តិ៍ប៉ូលីសដោយសារតែគាត់បានលួចថតរូបក្រុមសពុតមនុស្សស្រីហើយនៅពេលដែលប៉ូលីសយកទូរស័ព្ទនិងកុំព្យូទ័ររបស់គាត់ប៉ូលីសក៏ហៅយើងទៅប៉ុស្តិ៍ប៉ូលីសដោយប្រាប់ថានៅក្នុងកុំព្យូទ័ររបស់ប្តីយើងហ្នឹងគឺមានរូបនិងវីដេអូជាច្រើនដែលបង្ហាញពីយើងនៅពេលដែលយើងបានស្លាប់ហើយត្រូវបានមនុស្សប្រុសផ្សេងជាច្រើនអ្នកគឺរំលោភរួមទាំងប្តីរបស់យើងផងដែរតើទាំងអស់គ្នាមានអារម្មណ៍បែបណាចុះបើសិនមកខ្ញុំប្រាប់ថាមានមនុស្សប្រុសរាប់ពាន់រាប់ម៉ឺននាក់គឺបានធ្វើរឿងបែបនេះទៅលើប្រពន្ធនិងដៃគូរបស់ខ្លួនឯងសួស្តីដល់អ្នកខ្ញុំค่ะមានព័ត៌មានថ្មីមួយពី CNN Investigations ដែលបានបង្ហាញពីភាពអាក្រក់របស់មនុស្សប្រុស CNN បានធ្វើការស៊ើបអង្កេតហើយរកឃើញ website មួយចំនួនណាដែលមានវីដេអូមនុស្សប្រុសលួចថតវីដេអូរបស់គាត់ក្រោយពេលដែលគាត់បានដាក់ថ្នាំឲ្យដៃគូរបស់គាត់ស្លាប់ហើយរំលោភដៃគូរបស់គាត់មិនត្រឹមតែប៉ុណ្្នឹងឯងមនុស្សប្រុសទាំងអស់នោះថែមទាំងមាន Telegram group ដែលគេនាំគ្នាចែករំលែកពីកន្លឹះនៅក្នុងការដាក់ថ្នាំមនុស្សស្រីហើយប្រាប់ថាតើគួរដាក់ថ្នាំអីហើយដាក់ដូសប៉ុណ្ណាដើម្បីឲ្យស្លាប់មិនឲ្យមានគ្រោះថ្នាក់ដល់ស្លាប់ហើយប្រាប់កន្លឹះនៅក្នុងការរំលោភទៀតដែលគេហៅថា Rape Academy គ្រាន់តែនៅក្នុង website មួយនោះគឺមានអ្នកមើលដល់ទៅ62លានដងនៅក្នុងខែកុម្ភៈហើយជិត82លានដងនៅក្នុងខែមិនិនាហើយនៅក្នុង Telegram group នោះគឺមានសមាជិកជាង1000នាក់ទាំងអស់គ្នាអាចចូលទៅមើលការស៊ើបអង្កេតនោះបាននៅក្នុង CNN Investigations ព័ត៌មាននោះគឺបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលព្រោះវាគឺជារឿងមួយដ៏ធ្ងន់ធ្ងរមែនទែនមនុស្សប្រុសជាច្រើនម៉ឺនច្រើនលាននាក់គឺបានចូលទៅក្នុង website នោះដើម្បីមើលវីដេអូមនុស្សស្រីត្រូវបានដៃគូគាត់រំលោភដល់ថ្នាក់មនុស្សប្រុសទាំងអស់នោះគឺធ្វើរឿងមួយដែលគេហៅថា eye check ដែលគេប្រាប់ពីរបៀបទាញភ្នែកមើលថាតើមនុស្សស្រីនេះស្លាប់មែនអត់ហើយថែមទាំងបង្រៀនគ្នាពីរបៀបនៅក្នុងការរំលោភទៀតនេះគឺជារឿងមួយដែលធ្វើឲ្យមនុស្សស្រីនិងមនុស្សប្រុសមួយចំនួនបាននិយាយពីភាពអាក្រក់របស់មនុស្សប្រុសនិងហេតុផលដែលយើងមិនអាចជឿទុកចិត្តលើមនុស្សប្រុសបានប៉ុន្តែនៅក្នុងពេលជាមួយគ្នានោះដែរក៏មានមនុស្សប្រុសនិងមនុស្សស្រីមួយចំនួនទូចក៏ប្រតិកម្មមកវិញការប្រតិកម្មដំបូងគឺគេនិយាយថា website នោះគឺជា website រឿងអាភាសមិនមែនសុទ្ធតែវីដេអូរំលោភដៃគូឬក៏ sleep video នោះទេប៉ុន្តែទាំងអស់គ្នាដឹងអត់ថាវីដេអូ sleep content នោះខ្លះគឺមានអ្នកមើលដល់ទៅជាង50000ដងហើយគឺមិនមែនត្រឹមតែមានតែមួយវីដេអូទេគឺមានវីដេអូជាច្រើនដោយ website តែមួយគឺមានវីដេអូដល់ទៅជាង20000វីដេអូនេះគឺមិនមែនជារឿងធម្មតាដែលប្រព្រឹត្តដោយមនុស្សប្រុសតែប្រមាណអ្នកតូចទេហើយយើងក៏ចូលដល់ប្រតិកម្មទី2ដោយមានការផ្សាយមួយចំនួនគឺគេបាននិយាយថាមានមនុស្សប្រុសចំនួន62លាននាក់បានចូលទៅក្នុង Rape Academy នោះហើយអ្នកដែលការពារមនុស្សប្រុសទាំងអស់នោះក៏និយាយមកវិញថាមិនមែនចំនួន visitors ទេគឺជាចំនួន visits មានន័យថាអ្នកដែលចូលមើលនោះគឺមិនដល់62លានអ្នកទេហើយ Telegram group នោះគឺមានសមាជិកតែ1000អ្នកហ្នឹងមិនមែនមានរាប់លានអ្នកណាអូខេឥឡូវយើងមកបកស្រាយរឿងហ្នឹងវាត្រូវហើយដែលគេនិយាយថាការស៊ើបអង្កេតនោះគឺបាននិយាយថាចំនួន visits ហើយវាមិនមែនមានន័យថាមានមនុស្សប្រុសចំនួន62លាននាក់ទេប៉ុន្តែយើងត្រូវដឹងថាទី1នេះគឺជាចំនួន visits នៅក្នុង website មួយនៅក្នុងចំណោម website ជាច្រើនទៀតហើយទី2នេះគឺជាចំនួន visits ក្នុងរយៈពេល1ខែមិនមែនសរុប lifetime ទេទាំងអស់គ្នាដឹងអត់ថាបើទោះបីជាមនុស្សម្នាក់ចូលទៅមើល website នោះនៅក្នុងរយៈពេល1ម៉ោងម្ដង14ម៉ោងនៅក្នុងមួយថ្ងៃដោយដេក8ម៉ោងហើយមើលរាល់ថ្ងៃចំនួន28ថ្ងៃជាប់គ្នានៅក្នុងខែកុម្ភៈនោះគឺគេចូលមើលបានត្រឹមតែ392ដងឯក្នុងមួយខែអញ្ចឹង62លាន visits នេះគឺមានន័យថាមានមនុស្សចំនួនយ៉ាងតិចណាស់គឺ158,163នាក់នេះគឺមិនមែនជាចំនួនតិចទេហើយបញ្ជាក់ម្ដងទៀតនេះគឺជាចំនួនមនុស្សដែលបានចូលទៅមើល website មួយគឺមិនមែនជាចំនួនមនុស្សប្រុសដែលបានធ្វើរឿងបែបនេះឬក៏ប្រព្រឹត្តហិង្សាផ្លូវភេទទៅលើដៃគូរបស់ខ្លួនឯងទេជាងសំណួរបន្ទាប់ចុះចំនួនមនុស្សប្រុសដែលប្រព្រឹត្តហិង្សាផ្លូវភេទទៅលើដៃគូរបស់ខ្លួនឯងវិញឥឡូវយើងមកមើលតួលេខប្រទេសពីរគឺប្រទេសខ្មែរនិងប្រទេសសហរដ្ឋអាមេរិកព្រោះអ្នកដែលចូលមើល website នោះភាគច្រើនណាគឺមកពីសហរដ្ឋអាមេរិកអញ្ចឹងនៅប្រទេសខ្មែរយើងគឺមានការស្រាវជ្រាវមួយកាលពីឆ្នាំ2013និយាយទៅយូរដែរប៉ុន្តែមិនមានការស្រាវជ្រាវថ្មីទេគឺគេបានបង្ហាញថានៅខ្មែរយើងគឺមានមនុស្សប្រុសចំនួន20.8%គឺមួយក្នុងចំណោម5នាក់ដែលមានអាយុពី18ដល់49ឆ្នាំគឺបាននិយាយថាគេធ្លាប់រំលោភ
យ៉ាងហោចណាស់គឺម្ដងនៅក្នុងមួយជីវិតរបស់គេដោយពាក់កណ្ដាលនោះគឺបានរំលោភមុនពេលអាយុ15ឆ្នាំមិនត្រឹមតែប៉ុណ្្នឹងទេមូលហេតុដែលគេនិយាយថាគេរំលោភគឺ45%បាននិយាយថាគេជឿថាគេសមនឹងទទួលបានការរួមភេទដោយទោះបីជាជាមួយដៃគូក៏ដោយមិនមែនជាដៃគូក៏ដោយ42%គឺបាននិយាយថាគេខឹងឬក៏ចង់ដាក់ទណ្ឌកម្មទៅលើជនរងគ្រោះ27%បាននិយាយថាដោយសារតែគេចង់សុបាយឬក៏គេធុញហើយមានតែ14%ដែលនិយាយថាដោយសារតែគ្រឿងស្រវឹងតើអ្នកគ្នាចាប់អារម្មណ៍ឃើញអត់ថាការស្លៀកពាក់ខ្លីគឺមិនមែននៅក្នុងមូលហេតុនោះទេហើយនេះគឺជាស្ថិតិដែលមនុស្សប្រុសទាំងអស់នោះសារភាពដោយខ្លួនឯងអញ្ចឹងកុំមិននិយាយថាដោយសារតែស្លៀកពាក់ខ្លីទៀតព្រោះវាបង្ហាញថាយើងអត់យល់ពីបញ្ហាហើយមិនដែលទៅធ្វើការស្រាវជ្រាវចុះសហរដ្ឋអាមេរិកវិញមានការស្រាវជ្រាវចុងក្រោយគេបង្អស់ដែលបានចេញកាលពីថ្ងៃ2ខែមេសាឆ្នាំ2026នេះគឺគេបានរកឃើញថាមានមនុស្សប្រុសចំនួន95.1% អាយុ18ដល់34ឆ្នាំដែលធ្លាប់បានប្រើប្រាស់មធ្យោបាយណាមួយនៅក្នុងការប្រព្រឹត្តហិង្សាផ្លូវភេទទៅលើមនុស្សស្រីដែលមិនចង់ឬក៏មិនបានផ្ដល់ការព្រមព្រៀងរួមភេទជាមួយនិយាយទៅគឺការរំលោភនេះរួមមានទាំងការលបួងការបង្ខំការកុហកការប្រើប្រាស់គ្រឿងស្រវឹងការដាក់ថ្នាំនិងហិង្សាផ្សេងៗទៀត95%ទាំងអស់គ្នា95%អញ្ចឹងយើងសរុបមកវិញមិនវាត្រូវហើយដែលគេនិយាយថាមិនមែនមនុស្សប្រុសចំនួន62លាននាក់បានរំលោភមនុស្សស្រីឬក៏ដៃគូរបស់ខ្លួនឯងទេវាត្រូវហើយព្រោះតួលេខជាក់ស្ដែងគឺវាលើសពីនោះទៀតយើងគ្រាន់តែនិយាយពីប្រទេសទេចុះប្រទេសផ្សេងទៀតនៅលើពិភពលោកមានមនុស្សប្រុសប្រមាណអ្នក62លាននាក់នេះគឺតិចពេកហើយយើងត្រូវចាំថាហិង្សាផ្លូវភេទនេះគឺជាបទឧក្រិដ្ឋមួយដែលគេរាយការណ៍តិចជាងគេណាស់ឥឡូវខ្ញុំលើកយកករណីល្បីមួយដែលប្តីបានដាក់ថ្នាំនិងរំលោភប្រពន្ធខ្លួនឯងអស់រយៈពេលជាង10ឆ្នាំហើយថែមទាំងបានហៅមនុស្សប្រុសផ្សេងទៀតមករំលោភគាត់ទៀតខ្ញុំបានអានសៀវភៅមួយរបស់ Giselle Palaco គឺ A Hymn to Life ដែលតើបនឹងចេញថ្មីគឺគាត់បាននិយាយពីរឿងរ៉ាវរបស់គាត់រួមទាំងការដែលប្តីរបស់គាត់គឺ Dominic បានរំលោភគាត់ Giselle បានរៀបការជាមួយប្តីរបស់គាត់ហ្នឹងជាមួយ Dominic នេះរយៈពេលអស់ជាង50ឆ្នាំហើយក្នុងរយៈពេល10ឆ្នាំចុងក្រោយគាត់ចាប់ផ្ដើមមានអារម្មណ៍ឃើញថាគាត់ចេះតែមានការភ្លេចភ្លាំងដោយពេលខ្លះគឺគាត់អត់ចាំអ្វីដែលបានកើតឡើងទេគាត់ចាប់ផ្ដើមមានការភ័យខ្លាចដោយសារតែម្ដាយរបស់គាត់បានស្លាប់ដោយសារតែជំងឺមហារីកខួរក្បាលហើយគាត់ក៏បារម្ភថាវាបានកើតឡើងទៅលើគាត់ដែរគាត់បានប្រាប់ទៅប្តីរបស់គាត់ហើយប្តីរបស់គាត់ថែមទាំងបានជូនគាត់ទៅពេទ្យពិនិត្យទៀតប៉ុន្តែពេទ្យពិនិត្យអត់ឃើញមូលហេតុអីទេមិនត្រឹមតែប៉ុណ្្នឹងទេគាត់ថែមទាំងមានការហូរទឹកចម្លែកពីទ្វារមាសមានការរលាកនិងមានការរមាស់ផ្សេងទៀតហើយប្តីរបស់គាត់គឺទៅពិនិត្យនៅពេទ្យជាមួយគាត់រហូតដល់ថ្ងៃមួយប្តីរបស់គាត់ត្រូវបានប៉ូលីសចាប់ខ្លួនដោយសារតែគាត់បានលួចថតក្រុមសពុតរបស់មនុស្សស្រី2នាក់នៅពេលដែលមនុស្សស្រីនោះគឺបានទៅលកកៅហើយនៅពេលដែលប៉ូលីសឆែកមើលទូរស័ព្ទនិងកុំព្យូទ័ររបស់គាត់គឺគេបានរកឃើញវីដេអូនិងរូបភាពជាច្រើនដែលបង្ហាញពី Giselle នេះគឺត្រូវបានដាក់ថ្នាំសន្លប់អត់ដឹងខ្លួនហើយមានមនុស្សប្រុសប្លែកមុខផ្សេងគ្នាជាច្រើនបានរំលោភគាត់ការស៊ើបអង្កេតក៏ចាប់ផ្ដើមឡើងហើយ Dominic គឺត្រូវបានគេចាប់ខ្លួនគេបានរកឃើញមនុស្សប្រុសដែលបានរំលោភគាត់នោះចំនួន52នាក់ដោយមនុស្សម្នាក់បានស្លាប់មុនពេលដែលគេចាប់ខ្លួនម្នាក់បានស្លាប់មុនពេលកាត់ក្តីហើយត្រូវបានកាត់ក្តីប៉ុន្តែចំនួនដែលពិតប្រាកដគឺដល់ទៅជាង72នាក់ដោយគ្រាន់តែគេរកមុខអត់ឃើញទាំងអស់គ្នាដឹងអត់ Dominic គឺបានហៅមនុស្សប្រុសទាំងអស់នោះមករំលោភប្រពន្ធរបស់គាត់នៅផ្ទះរបស់គាត់ខ្លួនឯងនៅផ្ទះកូនស្រីរបស់គាត់នៅពេលដែលកូនស្រីរបស់គាត់មិននៅហើយនៅកន្លែងផ្សេងទៀតជាច្រើនដោយមនុស្សប្រុសទាំងនោះថែមទាំងមិនពាក់ស្រោមអនាម័យទៀតដែលនាំឲ្យ Giselle គឺតែងតែឆ្លងជំងឺកាមរោគផ្សេងមានមនុស្សប្រុសម្នាក់ក្នុងចំណោមនោះគឺវិជ្ជមានជំងឺអេទៀតហើយសំណាងឲ្យដែល Giselle គឺអត់បានឆ្លងមនុស្សប្រុសម្នាក់ទៀតបានទៅរំលោភ Giselle នៅថ្ងៃដែលប្រពន្ធរបស់គាត់កំពុងតែកើតកូនហើយនៅពេលមួយនោះគឺ Dominic បានជួយដកធ្មេញ Giselle កាលពីជំនាន់ COVID គឺអត់បានទៅពេទ្យដោយសារតែមនុស្សប្រុសទាំងនោះគឺបានយកប្រដាប់ភេទបុកចូលមាត់ Giselle ខ្លាំងពេកដែលនាំឲ្យធ្មេញរបស់គាត់អង្គើហើយរឿងទាំងអស់នោះគឺកើតឡើងអស់រយៈពេលជាង10ឆ្នាំដោយគាត់បានទៅដាក់ថ្នាំទៅប្រពន្ធដាក់ថ្នាំប្រពន្ធខ្លួនឯងដល់ថ្នាក់គាត់បាត់បង់ស្មារតីហើយថែមទាំងធ្វើជាប្តីដែលបារម្ភនាំប្រពន្ធទៅពិនិត្យនៅពេទ្យទៀតមនុស្សប្រុសទាំងអស់នោះគឺត្រូវបានកាត់ក្តីឲ្យជាប់ទោសទាំងអស់គ្នាខ្ញុំសំណែនាំឲ្យទាំងអស់គ្នាទៅអានសៀវភៅនេះព្រោះមានរឿងជាច្រើនទៀតដែលគួរឲ្យចាប់អារម្មណ៍ប៉ុន្តែនៅពេលដែលយើងដឹងពីរឿងទាំងអស់នេះហើយវាធ្វើឲ្យយើងសួរខ្លួនឯងថាបើសិនបើយើងមិនអាចទុកចិត្តប្តីដែលនៅជាមួយនឹងយើងអស់រយៈពេលជាង50ឆ្នាំតើយើងអាចទៅទុកចិត្តមនុស្សប្រុសណាបានទៀតមានការជជែកជាច្រើនតាក់ទងនឹងមនុស្សប្រុសដោយមនុស្សស្រីជាច្រើនគឺមានការខឹងនិងមានការស្អប់ទៅលើមនុស្សប្រុសហើយមិនមានការជឿទុកចិត្តទៅលើមនុស្សប្រុសប៉ុន្តែមនុស្សប្រុសជាច្រើនក៏និយាយបកទៅវិញថាមិនមែនមនុស្សប្រុសទាំងអស់គឺស្ទើរតែដូចគ្នាកុំម៉ាយយកទាំងអស់ប៉ុន្តែនៅពេលដែលយើង
យើងនិយាយពីសិទ្ធិទាំងអស់នេះហើយខ្ញុំសួរមកវិញថាមិនមែនទាំងអស់ប៉ុន្តែច្រើនប៉ុណ្ណា not all men ប៉ុន្តែទាំងអស់គ្នាសម័យមើលបែបនេះបើសិនបើខ្ញុំយក chocolate chip cookies ឲ្យទាំងអស់គ្នាចំនួន10ហើយខ្ញុំប្រាប់ថាមាន cookies ចំនួន2នៅក្នុងចំណោម10នោះដែលខ្ញុំដាក់លាមកចូលទៅក្នុងហ្នឹងតើទាំងអស់គ្នាព្រមញ៉ាំអត់តើទាំងអស់គ្នានឹងនិយាយថាមិនមែន cookies ទាំងអស់គឺសុទ្ធតែមានលាមកណាអញ្ចឹងតើតើយើងសាកមើលសិនកុំម៉ៃទាំងអស់អីខ្ញុំឲ្យទាំងអស់គ្នាមើលរូបនេះមួយនៅក្នុងចំណោមមនុស្សប្រុសទាំងអស់វាគឺជាការពិតដែលមនុស្សប្រុសមួយចំនួនណាមិនច្រើនណាស់ណាគឺជា monster គឺជាមនុស្សដែលធ្វើរឿងអាក្រក់ទៅលើមនុស្សស្រីដែលសឹងតែស្មានអត់ដល់ដែលធ្វើរឿងដល់ទៅមាន documentary true crime ប៉ុន្តែបន្ទាប់ពីនោះគឺមានមនុស្សប្រុសដែលធ្វើរឿងអាក្រក់ដែលយើងតែងតែឃើញនៅក្នុងសារព័ត៌មានបន្ទាប់មកគឺមានមនុស្សប្រុសដែលមិនធ្វើរឿងទាំងអស់នោះទេប៉ុន្តែគេលើកទឹកចិត្តឲ្យមនុស្សប្រុសផ្សេងទៀតធ្វើរឿងនោះឬក៏គេសើចនៅពេលដែលមានរឿងនោះកើតឡើងឬក៏គេមើលមាតិកាឬក៏វីដេអូផ្សេងៗនៅពេលដែលមានហិង្សាទាំងអស់នោះកើតឡើងបន្ទាប់មកគឺមានមនុស្សប្រុសដែលអត់ធ្វើរឿងបែបនេះទេប៉ុន្តែគឺជឿថាមនុស្សស្រីខ្លះសមនឹងទទួលរឿងទាំងអស់ហ្នឹងអាចថាដោយសារតែគាត់ស្លៀកពាក់ខ្លីឬក៏ដោយសារតែគាត់ដើរលេងយប់បន្ទាប់ពីនោះមកគឺមានមនុស្សប្រុសដែលគិតថាហិង្សាបែបនេះគឺជាផ្នែកមួយនៃជីវិតទេវាគឺជាធម្មជាតិរបស់មនុស្សប្រុសបើសិនបើយើងដាក់សាច់នៅមុខឆ្កែវាតែងតែចង់ទៅញ៉ាំហីសំខាន់ណាស់យើងតតែចេះប្រយ័ត្នខ្លួនឯងបន្ទាប់ពីនោះមកគឺមានមនុស្សប្រុសដែលគិតថាអូយវាមិនមែនជារឿងធំដុំទេមនុស្សប្រុសដែលគិតថាគ្រាន់តែសមាជិក 1000 នាក់ហ្នឹងមិនមែនជារឿងធំដុំដូចគេនិយាយទេហើយទាំងអស់គ្នាដឹងអត់មនុស្សប្រុសទាំងអស់នោះហើយគឺស្ថិតតែជាផ្នែកមួយនៃបញ្ហាទាំងអស់ព្រោះពួកគាត់ enable អ្នកដែលប្រព្រឹត្តហិង្សានោះហើយគឺធ្វើឲ្យហិង្សាទាំងអស់នោះនៅតែបន្តមានតែមនុស្សប្រុសមួយចំនួនទូចទេដែលគេដឹងថាវាគឺជាបញ្ហាមានតែមនុស្សប្រុសមួយចំនួនទូចទេដែលគេនិយាយឡើងមកគេការពារជនរងគ្រោះហើយមនុស្សប្រុសបែបនេះគឺអត់ដែលមានខ្លួនទេនៅពេលដែលមនុស្សស្រីនិយាយថាមនុស្សប្រុសទាំងអស់គឺអាចទុកចិត្តបានឬក៏មនុស្សស្រីនិយាយថា all men ព្រោះគេដឹងថាយើងនៅពេលដែលយើងនិយាយបែបហ្នឹងគឺយើងអត់សំដៅទៅលើគេហើយគេក៏ដឹងថាមនុស្សប្រុសពិតជាមិនអាចទុកចិត្តបានមែន I'm not offended when women say all men are this or all men are that because what they really mean is we don't know the difference between like someone who's not a piece of shit and someone who is a piece of shit. So it's just like basic safety. Like most men are weird freaks. They just are. They'll follow you around. They won't leave you alone. When you say no, when you no matter how polite you are, no matter how many explanations you give them, even though they're not entitled to the explanations, no matter what you do, like you can't tell the difference between the one who's gonna murder you and the one who's gonna leave you alone. So it's just safe to just assume all men until they actually demonstrate trust. No, I don't take it personally when people say all men, because I say all men too. Like, someone's got to prove they're not a weirdo for me to trust them. If they're a man, I do have my guard up more than other people. ត្រឡប់មករឿង Telegram group នោះវិញមានតែ 1000 សមាជិកទេគេនិយាយថានៅក្នុង group នោះមានតែ 1000 សមាជិកទេប៉ុន្តែទាំងអស់គ្នាមានដឹងអត់ថានៅប្រទេសអាល្លឺម៉ង់គឺគេបានរកឃើញ Telegram group មួយដែលមានសមាជិកដល់ទៅ 70000 នាក់ដែលនៅក្នុងនោះមនុស្សប្រុសទាំងអស់នោះគឺបានចែករំលែកពីកន្លឹះនៅក្នុងការរំលោភនិងដាក់ថ្នាំមនុស្សស្រីដូចគ្នានៅប្រទេសអ៊ីតាលីនិងអេស្ប៉ាញគឺគេបានរកឃើញ Telegram group ដែលមានសមាជិកចំនួន 24000 នាក់ដែលមនុស្សប្រុសទាំងអស់នោះគឺចែករំលែករូបអាភិរបស់មនុស្សស្រីដោយមិនមានការព្រមព្រៀងពីជនរងគ្រោះចុះករណី Antrum នៅប្រទេសកូរ៉េខាងត្បូងវិញហើយករណីកាលពីឆ្នាំ 2024 ដែលនៅកូរ៉េខាងត្បូងដូចគ្នានោះគឺមាន Telegram group ជាច្រើនដែលចែករំលែករូបអាភិ deep fake របស់ក្មេងស្រីសិស្សសាលាគឺអនិច្ចជនហើយថែមទាំងមានរូបភាពអាភិម្ដាយខ្លួនឯងបងប្អូនស្រីខ្លួនឯងនិងមិត្តភក្តិស្រីខ្លួនឯងទៀតចុះករណីទាំងអស់នោះវិញ not all men ចុះករណីនៅប្រទេស Nigeria ដែលមនុស្សប្រុសបង្កើត rape festival ដែលពួកគេនាំគ្នាទៅរំលោភមនុស្សស្រីដែលដើរតាមផ្លូវឲ្យតែឃើញគឺគេចាប់រំលោភហើយចុះករណីនៅប្រទេស Brazil ដែលមនុស្សប្រុសម្នាក់ក្រោយពេលដែលមនុស្សស្រីម្នាក់បានបដិសេធគាត់បានទៅចាក់មនុស្សស្រីនោះចំនួន 50 កបិត Men are training to attack women in case she says no. This misogynistic trend is sparking outrage in Brazil following a knife attack on a woman. Elena Anizio Rosa, 20, turned down a man who had been sending her flowers and chocolates. A month later, he broke into her home and stabbed her around 50 times. He only stopped when the victim's mother intervened after returning home in Sao Gonçalo near Rio de Janeiro. At the same time, a trend went viral on TikTok in Brazil showing men hitting or stabbing mannequins or imaginary people with the slogan, "I'm practicing in case she says no." ចុះករណីថ្មីនេះនៅ New York ដែលក្មេងប្រុសម្នាក់បានទៅជន់ក្បាលក្មេងស្រីដែលបានបដិសេធនឹងគេ
Watch it down. Smack the shit out of you right now, right? Do it. No, you stand right here. You won't. No, you stand right here. You stand right here. Oh no, she got your pussy. Let's go to oh, word? Me like pussy. Yo. Yo. No. ចុះករណីការពីព្រឹកមិញនៅក្នុងពេលដែលខ្ញុំថតវីដេអូនេះដែលអតីតសង្សារចាស់បានទៅព្យាយាមចាក់សម្លាប់មនុស្សស្រីម្នាក់នៅពេលដែលគាត់អត់ព្រមត្រូវគ្នាវិញនេះហើយគឺគ្រាន់តែជាករណីមួយចំនួនតូចទេបើសិនបើទាំងអស់គ្នាធ្វើការទៅលើរឿងនេះខ្វល់ពីរឿងហិង្សាលើ gender នេះហើយតាមដានរឿងហិង្សាលើ gender ទាំងអស់គ្នានឹងយល់ហើយថាហេតុអីបានជាមនុស្សស្រីលែងទុកចិត្តមនុស្សប្រុសស្អប់មនុស្សប្រុសហើយហេតុអីបានជាមាន misandry ពេលដែលយើងនិយាយពី misandry ហ្នឹងនៅពេលដែលមនុស្សស្រីស្អប់មនុស្សប្រុសអ្វីដែលយើងចង់បានណាគឺយើងចង់ឲ្យមនុស្សប្រុសចេញពីមុខយើងគឺយើងអត់ចង់តាក់ទងជាមួយនឹងមនុស្សប្រុសទេប៉ុន្តែនៅពេលដែលមនុស្សប្រុសស្អប់មនុស្សស្រីគឺគេនឹងចេញទៅធ្វើបាបទៅហិង្សាហើយអាចសម្លាប់មនុស្សស្រីទៀត misogyny ហើយនិង misandry គឺអត់ដូចគ្នាទេខ្ញុំអត់ដែលឃើញមនុស្សស្រីណាទៅបង្កើត Telegram group ប្រាប់ពីរបៀបរំលោភឬក៏ដាក់ថ្នាំដៃគូខ្លួនឯងទេអញ្ចឹងនៅពេលដែលយើងនិយាយថា all men គឺវាមានន័យថាប្រសិនបើនៅពេលដែលមានមនុស្សប្រុសដែលនៅតែប្រព្រឹត្តរឿងបែបនេះហើយនៅតែមានមនុស្សប្រុសដែលការពារពួកទាំងអស់នោះគឺ yes all men អរគុណទាំងអស់គ្នាដែលបានមើលបើសិនបើចូលចិត្តវីដេអូនេះកុំភ្លេច like និង share ហើយចែករំលែកនៅ comment ខាងក្រោមថាទាំងអស់គ្នាយល់មិនដែរហើយខ្ញុំដឹងថានឹងមានមនុស្សប្រុសមកចេញការពារថា not all men អញ្ចឹងcomment នៅខាងក្រោមមកហើយកុំភ្លេច subscribe និង follow ខ្ញុំនៅលើ TikTok សម្រាប់វីដេអូផ្សេងៗទៀតជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ